សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំ Admin Khotoda ហើយថ្ងៃនេះយើងមកបន្តសាច់រឿងខ្ញុំបានរាប់អានមិត្តភ័ក្តិជាមួយនឹងស្រីស្អាតលំដាប់ទី2ប្រចាំថ្នាក់របស់ខ្ញុំភាគ3បន្តទៀតដែលកាលពីភាគមុនបន្ទាប់ពីម៉ាគីនិងយូមីបានចំណាយពេលវេលាដើរលេងជាមួយគ្នាពេញមួយថ្ងៃមកមិត្តភាពរបស់ពួកគេទាំងពីរក៏កាន់តែជិតស្និទ្ធនិងថែមទាំងយល់ចិត្តគ្នាទៀតផងឯនៅចុងភាគអាម៉ាមីដែលមានអារម្មណ៍ថាខ្លួនបានធ្វើខុសចំពោះម៉ាគីនោះបន្ទាប់ពីដោះស្រាយរួចនាងក៏បានសុំធ្វើជាមិត្តភក្តិរបស់គាត់ម្នាក់ដែរដូច្នេះចាំមើលថាសាច់រឿងនឹងទៅជាយ៉ាងណាខ្លះយើងទៅតាមដានទាំងអស់គ្នានៅក្នុងភាគនេះបន្ទាប់ពីអាម៉ាមីនិងម៉ាគីក្លាយជាមិត្តនឹងគ្នានៅព្រឹកថ្ងៃបន្ទាប់អាម៉ាមីក៏ជាមនុស្សដំបូងគេដែលដើរមកសួរសុខទុក្ខម៉ាគីនៅក្នុងថ្នាក់ផងដែរដែលធ្វើឲ្យម៉ាគីឆ្លើយតបវិញយ៉ាងអៀនតែម្ដងខណៈដែលនីណាក៏បានដើរមកជិតនោះដូចគ្នាហើយក៏សួរថាហេតុអ្វីបានជាអាម៉ាមីចាប់ផ្ដើមហៅម៉ាគីតាមឈ្មោះធម្មតាបែបនេះក៏ព្រោះតែថ្ងៃមុននាងគឺហៅគាត់តាមរយៈឈ្មោះត្រកូលប៉ុណ្ណោះរីឯអាម៉ាមីក៏បញ្យល់ទៅវិញថានាងហើយនឹងគាត់គឺបានដោះស្រាយរឿងគ្រប់យ៉ាងរួចអស់ហើយដូច្នេះពេលនេះពួកគេក៏បានក្លាយជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាផងដែរហើយក្រោយពីឮបែបនេះភ្លាមនោះសិស្សនៅក្នុងថ្នាក់ក៏ចាប់ផ្ដើមខ្សឹបខ្សៀវគ្នាទៀតហើយព្រោះគ្មាននរណាម្នាក់ជឿថាអាម៉ាមីអាចស្និទ្ធស្នាលជាមួយម៉ាគីនោះទេរហូតដល់អ្នកខ្លះទៀតបានគិតថាម៉ាគីបានបង្ខិតបង្ខំនាងទៀតផងឯនីណាក៏បានព្យាយាមសួរបន្ថែមទៀតដែរថាមានរឿងអ្វីកើតឡើងនៅពេលដែលពួកគេចេញផុតពីនាងកាលពីម្សិលមិញប៉ុន្តែអាម៉ាមីនាងគឺមិនចង់ប្រាប់នោះទេនឹងបានត្រឹមតែឆ្លើយថាវាជារឿងសម្ងាត់តែប៉ុណ្ណោះហើយខណៈនោះម៉ាគីក៏ទទួលបានសារពីយូមីដែលសុំទោសជំនួសអាម៉ាមីផងដែរចំពោះការដែលនាងបានបើកចំហមិត្តភាពរបស់ពួកគេលឿនពេកបែបនេះក្រោយពីនោះមកនៅពេលដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់ម៉ាគីក៏នាំអាម៉ាមីនិងយូមីទៅកន្លែងស្ងាត់មួយដែលមិនសូវជាមានសិស្សណាស្គាល់នោះទេគឺដើម្បីតែញ៉ាំអាហារជុំគ្នានោះឯងហើយខណៈដែលពួកគេកំពុងសម្អាតកន្លែងឈុតក៏បានកាត់បង្ហាញមកក្រោយមុននេះបន្តិចដែលអាម៉ាមីបានស្នើឲ្យម៉ាគីញ៉ាំបាយជាមួយនឹងនាងនៅថ្ងៃនេះហើយពេលនោះយូមីក៏បានចូលមកប្រាប់អាម៉ាមីថាវាដូចជាមិនសមនោះទេដែលនាងហើយនឹងគាត់ញ៉ាំបាយតែពីរនាក់បែបនេះដែលនិយាយទៅនិយាយមកអាម៉ាមីក៏បានប្រាប់ឲ្យយូមីចូលរួមជាមួយនឹងពួកគេដូចគ្នាចំណែកឯម៉ាគីវិញទោះបីជាគាត់ពេលនោះអាចទទួលអារម្មណ៍បានថាមានសិស្សប្រុសជាច្រើនកំពុងតែសម្លឹងមើលមកគាត់ដោយមិនពេញចិត្តក៏ដោយក៏គាត់នៅតែយល់ព្រមញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងអ្នកទាំងពីរដដែលត្រឡប់មកវិញនៅពេលញ៉ាំអាហារជុំគ្នាបាយដែលម៉ាគីធ្វើមកក៏បានធ្វើឲ្យអាម៉ាមីមានការចាប់អារម្មណ៍ជាខ្លាំងរួចក៏បានសុំដូរម្ហូបខ្លះជាមួយនឹងគាត់ផងដែរហើយនាងក៏កាន់តែភ្ញាក់ផ្អើលពេលដែលដឹងថាម៉ាគីជាអ្នកដែលធ្វើអាហារថ្ងៃត្រង់មួយនេះដោយខ្លួនឯងថែមទៀតអាម៉ាមីក្រោយពេលបានសាកញ៉ាំពងមាន់ជៀនលាយគ្រឿងដែលជាអាហាររបស់គាត់មកនាងគឺលាន់មាត់ថាឆ្ងាញ់តែម្ដងដែលធ្វើឲ្យយូមីក៏បានសុំសាកដែរហើយបន្ទាប់ពីញ៉ាំរួចហើយនាងគឺមានអារម្មណ៍ថាខ្លួនគឺមិនអាចធ្វើម្ហូបបានឆ្ងាញ់ដូចជាគាត់នោះឡើយក្រោយពេលបានការសរសើរបែបនេះម៉ាគីក៏បន្តទៀតថាគាត់ក៏ចេះធ្វើបង្អែមផងដែរហើយថ្មីនេះគាត់គឺទើបតែចេះធ្វើនំ pancake souffle ទៀតផងដែលវាគឺមានរសជាតិចេកលាយជាមួយនឹងពងមាន់រីឯអាម៉ាមីពេលដែលបានឮបែបនោះក៏ចង់សាកញ៉ាំភ្លាមតែម្ដងក៏ព្រោះតែនាងគឺមិនចេះធ្វើនោះទេហើយចុងក្រោយម៉ាគីក៏បានសន្យាថាចាំថ្ងៃណាមួយចាំគាត់ធ្វើឲ្យញ៉ាំឯសម្ដីទាំងនេះក៏បានធ្វើឲ្យអាម៉ាមីសប្បាយចិត្តជាខ្លាំងនិងបានសុំគាត់ថាតើថ្ងៃនេះនាងអាចទៅផ្ទះរបស់គាត់បានដែរឬអត់ក៏ព្រោះតែចង់ញ៉ាំឥឡូវហើយអត់មានចាំស្អែកទេហើយថែមទាំងសុំឲ្យយូមីទៅជាមួយដូចគ្នារីឯម៉ាគីក៏បានយល់ព្រមដែលធ្វើឲ្យអាម៉ាមីបានអរគុណគាត់និងរំភើបស្ទើរតែហោះទៅហើយរួចមកនាងក៏ប្រញាប់ចេញទៅទិញភេសជ្ជៈដើម្បីយកមកញ៉ាំជុំគ្នាក្រោយពេលអាហារក្នុងពេលនោះទៅខណៈពេលដែលម៉ាគីនៅតែពីរនាក់ជាមួយនឹងយូមីនាងក៏បាននិយាយថាអាម៉ាមីគឺជាមនុស្សល្អខ្លាំងណាស់រីឯម៉ាគីក៏យល់ស្របនឹងសម្ដីនោះដូចគ្នាក៏ព្រោះតែគាត់ដឹងថាអាម៉ាមីគឺជាមនុស្សដែលរុះរាយនិងចិត្តល្អបន្ទាប់មកយូមីក៏តបទៅវិញដោយលេងសើចថាឥឡូវនេះម៉ាគីប្រហែលជាចាប់ផ្ដើមឃើញភាពដូចជាសត្វសំណក់ដ៏គួរឲ្យស្រឡាញ់របស់អាម៉ាមីហើយថែមទាំងបានសួរដោយទឹកមុខបារម្ភទៀតថាតើការស្និទ្ធស្នាលជាមួយអាម៉ាមីមិនធ្វើឲ្យគាត់ជួបបញ្ហាអ្វីទេឬឯម៉ាគីក៏សើចតិចហើយក៏ប្រាប់វិញថាតាំងពីដើមមកគាត់គឺជាមនុស្សដែលមិនសូវមានអ្នករាប់អានស្រាប់ទៅហើយដូច្នេះរហូតមកដល់ពេលនេះគាត់ក៏មិនទាន់មានអារម្មណ៍ថាមានបញ្ហាអ្វីធ្ងន់ធ្ងរនោះដែរ
តែទោះជាយ៉ាងណាក៏ដោយយូមីក៏នៅតែបារម្ភហើយក៏ប្រាប់ឲ្យម៉ាគីប្រញាប់ប្រាប់នាងភ្លាមប្រសិនបើមានរឿងអ្វីកើតឡើងហើយនាងក៏បានបន្តទៀតថាអ្វីៗក៏អាចកើតឡើងបានដែរពេលដែលខ្លាយជាមិត្តភក្តិរបស់ស្រីស្អាតលេខ1ប្រចាំថ្នាក់ដូចជាអាម៉ាមីហើយក្រោយពីឮយូមីនិយាយបែបនេះម៉ាគីក៏ចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកបន្តិចព្រោះវាហាក់បីដូចជាយូមីកំពុងតែមើលស្រាលខ្លួនឯងក៏ដូចជាអន់ចិត្តអញ្ចឹងដែលតាមពិតទៅគំនិតដែលថាអាម៉ាមីជាស្រីស្អាតទី1គ្រាន់តែជាពាក្យដែលមនុស្សក្នុងថ្នាក់និយាយតគ្នាប៉ុណ្ណោះប៉ុន្តែយូមីវិញបែរជាគិតថាវាសមនឹងហេតុផលទៅវិញព្រោះក្រៅពីមុខមាត់ស្អាតហើយបុគ្គលលក្ខណៈរស់រាយនិងគួរឲ្យស្រឡាញ់របស់អាម៉ាមីក៏ធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តនាងដែរឯនៅខណៈនោះម៉ាគីក៏ចង់និយាយអ្វីមួយតបទៅវិញណាស់ប៉ុន្តែយូមីក៏បន្តនិយាយទៀតថានាងគឺជឿជាក់ថាម៉ាគីក៏នឹងចាប់ផ្ដើមស្រឡាញ់អាម៉ាមីឆាប់នេះដូចគ្នាដែលពាក្យទាំងអស់នេះគឺបានចាក់ដោតដល់អារម្មណ៍របស់ម៉ាគីពិតមែនក៏ព្រោះតែគាត់មិនដឹងថានាងកំពុងតែចង់គិតក្នុងផ្លូវអ្វីនោះទេបន្ទាប់ពីនិយាយរួចភ្លាមនោះអាម៉ាមីក៏បានត្រឡប់មកដល់វិញល្មមហើយម៉ាគីក៏មើលទៅកាន់អ្នកទាំងពីរនិងចាប់ផ្ដើមគិតថាប្រហែលជាថ្ងៃណាមួយយូមីក៏អាចនឹងចាប់ផ្ដើមស្រឡាញ់អាម៉ាមីក្នុងនាមជាមិត្តដ៏សំខាន់ម្នាក់ដូចគ្នាហើយឈុតបន្ទាប់ក៏បានបង្ហាញមកដល់ក្នុងបន្ទប់ផ្លាស់ខោអាវរបស់សិស្សស្រីដែលនៅពេលនោះនីណាក៏សួរទៅអាម៉ាមីថាហេតុអ្វីបានជានាងចាប់អារម្មណ៍ទៅលើម៉ាគីខ្លាំងបែបនេះរួចអាម៉ាមីក៏ឆ្លើយទៅវិញថាព្រោះតែគាត់គឺជាមនុស្សល្អនោះឯងហើយនាងក៏ចាប់ផ្ដើមឃើញចំណុចល្អជាច្រើនរបស់គាត់ដូចទៅនឹងយូមីផងដែរបន្ទាប់ពីនោះមកទៀតឈុតក៏បានកាត់ក្រោយពេលដែលចប់ម៉ោងរៀនដែលអ្នកទាំងពីរក៏បានទៅផ្ទះរបស់ម៉ាគីហើយគាត់ក៏បានធ្វើនំផេនខេកឲ្យពួកគេបានញ៉ាំដូចគ្នាហើយពេលដែលបានសាកញ៉ាំរួចអាម៉ាមីនិងយូមីក៏មានការភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះតែរសជាតិគឺវាឆ្ងាញ់ជាងការរំពឹងទុករបស់ពួកគេទៅទៀតហើយក្នុងពេលដែលញ៉ាំនោះពួកគេក៏បានសំណេះសំណាលគ្នាលេងផងដែរដែលអាម៉ាមីបាននិយាយថានាងគឺតែងតែធ្វើម្ហូបខុសរូបមន្តជាញឹកញាប់ខណៈដែលយូមីវិញសូម្បីតែសូកូឡានៅថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីលើកមុនក៏នាងធ្វើឲ្យឆេះខ្មៅដូចជាខ្ជុំផងដែរហើយក្រោយពេលដែលឮថាពួកគេទាំងពីរធ្លាប់ធ្វើសូកូឡាឲ្យគ្នាម៉ាគីក៏ភ្ញាក់ផ្អើលតែម្ដងព្រោះតែគាត់គិតថាមានតែគូស្នេហ៍ប៉ុណ្ណោះដែលធ្វើបែបនោះឯយូមីក៏បញ្យល់វិញថាវាគ្រាន់តែជាសូកូឡានៃមិត្តភាពប៉ុណ្ណោះហើយក្រោយពីញ៉ាំរួចអ្នកទាំងបីក៏ចាប់ផ្ដើមលេងហ្គេមជាមួយនឹងគ្នាដែលអាម៉ាមីគឺរៀនលេងបានលឿនខ្លាំងណាស់រហូតដល់អាចឈ្នះយូមីបានម្ដងទៀតផងដែលធ្វើឲ្យម៉ាគីមានការចាប់អារម្មណ៍ភ្លាមនិងបានសុំឲ្យនាងបង្ហាញគាត់ពីរបៀបប្រើ combo នៅក្នុងហ្គេមដែលនាងយកឈ្នះនោះទៀតផងរីឯយូមីវិញក្រោយពេលដែលឃើញអ្នកទាំងពីរកាន់តែស្និទ្ធស្នាលនឹងគ្នាបែបនេះនាងក៏ចាប់ផ្ដើមនៅស្ងៀមនិងមានអារម្មណ៍ថាស្មុគស្មាញបន្តិចដែលធ្វើឲ្យយើងឃើញថាតើនេះឬគឺជាអារម្មណ៍ដែលមិត្តចេះប្រច័ណ្ឌនោះ admin ក៏អត់ដឹងដូចគ្នារហូតដល់ពេលយប់ខណៈដែលអាម៉ាមីនិងយូមីកំពុងដើរនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញភ្លាមនោះអាម៉ាមីក៏នឹកឃើញថានាងគឺចង់បបួលម៉ាគីដើម្បីទៅញ៉ាំអាហារនៅខាងក្រៅជាមួយនឹងគ្នាដើម្បីសងនៅទង្វើល្អរបស់គាត់វិញឯយូមីក៏ប្រាប់ឲ្យនាងសួរគាត់ដោយផ្ទាល់ខ្លួនទៅហើយលើកនេះនាងក៏សម្រេចចិត្តថាក៏មិនទៅចូលរួមជាមួយនឹងពួកគេដូចគ្នាព្រោះតែនាងគិតថាអាម៉ាមីហើយនិងម៉ាគីពួកគេទាំងពីរមើលទៅហាក់ដូចជាស្និទ្ធស្នាលនឹងគ្នាល្មមគ្រប់គ្រាន់ហើយដូច្នេះមិនចាំបាច់មាននាងទៅម្នាក់ទៀតទេហើយបើយើងមើលទៅនេះគឺប្រៀបដូចជាយូមីចាប់ផ្ដើមគិតថាខ្លួននាងជាជនទី3សម្រាប់ពួកគេទាំងពីរទៅវិញមិត្តចេះប្រច័ណ្ឌមែនបន្ទាប់ពីនោះមកអាម៉ាមីក៏បានទូរស័ព្ទទៅម៉ាគីហើយក៏សួរថាតើគាត់មានពេលទំនេរនៅថ្ងៃសុក្រនេះដែរឬទេក្រោយពេលដែលនិយាយរួចបន្ទាប់ពីបិទទូរស័ព្ទវិញយូមីក៏ធ្វើជាញញឹមហើយក៏សួរថាតើម៉ាគីយល់ព្រមដែរឬអត់ឯអាម៉ាមីក៏តបវិញថាគាត់គឺមានណាត់ជាមួយនឹងនរណាម្នាក់រួចទៅហើយរីឯយូមីក្រោយពីឮចម្លើយនោះរួចបេះដូងរបស់នាងគឺស្ទើរតែផ្ទុះចេញមកខាងក្រៅតែម្ដងក៏ព្រោះតែនាងដឹងថានៅថ្ងៃសុក្រនោះម៉ាគីគឺបានទុកពេលវេលារបស់គាត់សម្រាប់តែនាងម្នាក់ប៉ុណ្ណោះហើយនៅខណៈនោះដែរដោយសារតែអៀនហើយនឹងភ័យពេកយូមីក៏បានរកលេសថានាងគឺភ្លេចទូរស័ព្ទនៅផ្ទះរបស់ម៉ាគីរួចក៏បានរត់ត្រឡប់ទៅវិញភ្លាមតែម្ដង
ពេលយូមីត្រឡប់មកដល់ផ្ទះម៉ាគីវិញនាងក៏ឃើញគាត់បើកទ្វារមកដោយទឹកមុខយ៉ាងភ្ញាក់ផ្អើលព្រោះតែមិននឹកស្មានថានាងគឺត្រឡប់មកវិញលឿនបែបនេះទេឯភ្លាមនោះយូមីក៏បានក្តិចច្រមុះរបស់ម៉ាគីតែម្ដងហើយក៏បានប្រាប់ថាពួកយើងនឹងចាំជួបគ្នានៅថ្ងៃស្អែកហើយនាងក៏បានរត់ចេញទៅវិញទាំងអៀននៅថ្ងៃបន្ទាប់ក្រោយពីចប់ម៉ោងរៀនយូមីក៏មកផ្ទះរបស់ម៉ាគីដូចជាធម្មតាហើយអ្នកទាំងពីរក៏ចាប់ផ្ដើមលេងហ្គេមជាមួយនឹងគ្នាតាមទម្លាប់ឯក្រោយមកទៀតពួកគេក៏និយាយអំពីរឿងម៉ាន់ហ្គាមួយដែលអ្នកទាំងពីរសុទ្ធតែចូលចិត្តដូចគ្នាឯម៉ាគីក៏បានប្រាប់ថាគាត់ក៏ទើបតែទិញបានវឡុំភាគចុងក្រោយក្នុងពេលថ្មីនេះផងដែរដែលធ្វើឲ្យយូមីនាងក៏ចង់អានភ្លាមតែម្ដងរួចមកអ្នកទាំងពីរក៏សម្រេចចិត្តថាឈប់លេងហ្គេមហើយក៏ទៅអង្គុយអានម៉ាន់ហ្គាជាមួយគ្នាវិញមិនតែប៉ុណ្ណោះនាំគ្នាទៅអាននៅក្នុងបន្ទប់គេងទៀតហ៊ីបន្ទាប់ពីចំណាយពេលវេលាអានម៉ាន់ហ្គាមួយនោះមិនយូរប៉ុន្មានពួកគេក៏បានអានដល់ចប់ហើយដោយសារតែចុងបញ្ចប់នៃរឿងគឺបានបញ្ចប់ទៅដោយ happy ending វាក៏បានធ្វើឲ្យពួកគេទាំងពីរស្ទើរតែស្រក់ទឹកភ្នែកទៅហើយឯម៉ាគីក៏ញញឹមដោយសប្បាយចិត្តដូចគ្នាព្រោះតែចុងបញ្ចប់នោះគឺល្អដូចអ្វីដែលគេបានរំពឹងទុកខណៈឯយូមីវិញនៅតែរំជើបរំជួលជាខ្លាំងរហូតដល់និយាយថានាងគឺចង់អានម៉ាន់ហ្គាទាំងមូលតាំងពីដើមឡើងវិញទៀតផងឯចុងក្រោយអ្នកទាំងពីរក៏ចាប់ផ្ដើមអានវឡុំភាគចាស់បន្តទៀតហើយក្រោយពីអានអស់រយៈពេលជាច្រើនម៉ោងកន្លងមកម៉ាគីក៏សម្រេចចិត្តថានឹងទៅធ្វើកាហ្វេដើម្បីយកមកញ៉ាំជាមួយនឹងយូមីប៉ុន្តែនៅខណៈនោះគាត់ក៏បានឃើញនាងគេងលក់នៅលើគ្រែរបស់គាត់បាត់ទៅហើយរួចម៉ាគីក៏អង្គុយនៅក្បែរគ្រែនោះហើយនឹងមើលមុខនាងទាំងញញឹមក៏ព្រោះតែមើលតែនាងទៅគឺដូចជាគេងលក់ស្រួលខ្លាំងណាស់ដែលប្រៀបដូចជានាងចាត់ទុកថាផ្ទះមួយនេះដូចជាផ្ទះរបស់នាងដែរអញ្ចឹងឯមួយសន្ទុះក្រោយមកម៉ាគីក៏ចាប់ផ្ដើមងងុយដូចគ្នាហើយចុងក្រោយគាត់ក៏បានគេងលក់នៅក្បែរគ្រែនោះដែរទៅមួយរយៈក្រោយមកម្ដាយរបស់ម៉ាគីក៏បានព្យាយាមមកដាស់គាត់ហើយដោយសារតែទើបតែភ្ញាក់ពីគេងម៉ាគីក៏មិនទាន់ស្គាល់សំឡេងរបស់ម្ដាយខ្លួននោះទេហើយក៏គិតថាជាសំឡេងរបស់យូមីដូច្នេះគាត់ក៏បានសុំទោសនាងការដែលបានគេងលក់ទៅដូចគ្នាប៉ុន្តែភ្លាមនោះម៉ាគីក៏បានដឹងខ្លួនមកវិញនៅពេលដែលឃើញម្ដាយកំពុងតែឈរនៅនឹងមុខខណៈនោះម្ដាយក៏សួររកហេតុផលភ្លាមថាហេតុអ្វីបានជាមានក្មេងស្រីម្នាក់កំពុងតែគេងនៅលើគ្រែរបស់គាត់ហើយក្រោយពីស្ដាប់ការពន្យល់រួចម្ដាយរបស់ម៉ាគីក៏ទូរស័ព្ទទៅឪពុកម្ដាយរបស់យូមីដើម្បីប្រាប់ពីរឿងដែលបានកើតឡើងថាពួកគេទាំងពីរគឺគ្រាន់តែអានម៉ាន់ហ្គាជាមួយគ្នាប៉ុណ្ណោះរួចក៏គេងលក់ទៅជ្រុលម៉ោងបន្តិចខណៈពេលនោះយូមីក៏បានភ្ញាក់ឡើងមកវិញហើយអ្នកទាំងពីរក៏នៅស្ងៀមដោយមានអារម្មណ៍ថាភ័យបន្តិចនិងរងចាំស្ដាប់ការនិយាយពីម្ដាយរបស់ម៉ាគីប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកទាំងពីរភ្ញាក់ផ្អើលនោះគឺម្ដាយរបស់ម៉ាគីមើលទៅដូចជាមិនបានខឹងអ្វីនោះទេនិងបានប្រាប់ថាដោយសារតែយប់ជ្រៅពេកឪពុកម្ដាយរបស់យូមីគឺបានអនុញ្ញាតឲ្យនាងស្នាក់នៅទីនេះមួយយប់ហើយក្រោយពីបញ្ចប់ការនិយាយទូរស័ព្ទម្ដាយរបស់ម៉ាគីក៏បានប្រាប់ឲ្យយូមីទៅងូតទឹកហើយនឹងបានត្រៀមឈុតគេងយប់សម្រាប់ឲ្យនាងពាក់ទៀតផងទោះបីជាយូមីអៀនបន្តិចក៏ដោយតែចុងក្រោយនាងក៏យល់ព្រមបន្ទាប់ពីនោះមកម៉ាគីគិតថារឿងគ្រប់យ៉ាងគឺត្រូវបានដោះស្រាយរួចហើយឯគាត់ក៏កំពុងតែត្រៀមត្រឡប់ទៅបន្ទប់វិញដែរតែក៏ត្រូវបានម្ដាយចាប់ក្បាលរបស់គាត់ភ្លាមក៏ព្រោះតែមានរឿងជាច្រើនដែលត្រូវសួរបន្តទៀតហើយក្រោយពីម៉ាគីពន្យល់គ្រប់យ៉ាងម្ដាយគេក៏ចាប់ផ្ដើមយល់ថាគាត់គឺលែងឆ្ងល់ទៀតហើយថាហេតុអ្វីរាល់ពេលដែលគាត់ត្រឡប់មកផ្ទះវិញម្ដងគឺតែងតែមានក្លិនចម្លែករហូតបន្ទាប់មកគាត់ក៏សួរថាតើយូមីមកផ្ទះនេះញឹកញាប់ប៉ុណ្ណាហើយឯម៉ាគីក៏សារភាពថាពួកគេគឺចាប់ផ្ដើមដើរលេងជាមួយគ្នានៅផ្ទះនេះប្រហែលជា2ខែមកហើយប៉ុន្តែក៏ប្រញាប់ប្រាប់ដែរថាពួកគេគឺមិនបានធ្វើអ្វីចម្លែកឲ្យលើសពីនេះនោះទេព្រោះតែពួកគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះឯម្ដាយវិញក៏ជឿថាកូនប្រុសរបស់ខ្លួនមិនបានធ្វើអ្វីដែលមិនល្អដូចគ្នាប៉ុន្តែក៏បានរំលឹកទៅដែរថាយូមីគឺនៅតែជាក្មេងស្រីដែលមានវ័យជំទង់ប៉ុណ្ណោះដូច្នេះម៉ាគីគឺត្រូវប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្លួនជានិច្ចបន្ទាប់ពីនិយាយរួចម៉ាគីក៏ត្រឡប់ទៅបន្ទប់របស់ខ្លួនវិញហើយមិនយូរប៉ុន្មានយូមីក៏ដើរចូលមកប៉ុន្តែអ្វីដែលម៉ាគីភ្ញាក់ផ្អើលគឺយូមីមិនបានពាក់ឈុតគេងយប់របស់ម្ដាយគាត់ទេព្រោះតែនាងគឺពាក់មិនត្រូវហើយក៏បានផ្លាស់មកពាក់ខោអាវរបស់ម៉ាគីជំនួសវិញហើយក្នុងពេលនោះគាត់ក៏បានគិតថាគាត់គួរតែឲ្យយូមីគេងនៅលើគ្រែក្នុងបន្ទប់នេះខណៈដែលគាត់នឹងទៅគេងនៅឯបន្ទប់ទទួលភ្ញៀវវិញប៉ុន្តែភ្លាមនោះយូមីក៏ទាញគាត់ឲ្យឈប់ហើយនឹងប្រាប់ថានាងគឺមិនទាន់ងងុយគេងនៅឡើយដូច្នេះនាងគឺនៅចង់និយាយគ្នាលេងបន្តិចហើយម៉ាគីក៏យល់ព្រមនឹង
អង្គុយនៅលើក្រែនិយាយគ្នាលេងជាមួយនាងទៅដែលយូមិក៏លេងសើចថាម៉ាគីគឺជាអ្នកដែលធ្វើឲ្យនាងត្រូវស្នាក់នៅមួយយប់បែបនេះឯគាត់ក៏តបទៅវិញដែរថាវាគឺមិនមែនជាកំហុសតែគាត់ម្នាក់ទេព្រោះយូមិគឺជាអ្នកដែលគេងលក់មុនដែរប៉ុន្តែគាត់ក៏ព្រមទទួលចំណែកខុសដូចគ្នាបន្ទាប់ពីនោះមកយូមិក៏បន្តទៀតថាពួកគេទាំងពីរគឺសុទ្ធតែជាក្មេងក្បាលខូចមែនក្រោយពីនិយាយគ្នាលេងមួយសន្ទុះមកម៉ាគីក៏ចាប់ផ្ដើមនិយាយអំពីអាម៉ាមិវិញម្ដងព្រោះតែគាត់ឆ្ងល់ថាតើពួកគេគួរប្រាប់នាងអំពីទំនាក់ទំនងមួយនេះដែរឬអត់ក៏ព្រោះតែរាល់ពេលដែលអ្នកទាំង3នៅជាមួយគ្នាពួកគេគឺតែងតែធ្វើជាមិនសូវស្និទ្ធស្នាលនឹងគ្នាទាំងដែលតាមពិតទៅយូមិនិងម៉ាគីគឺចិត្តស្និទ្ធជាងនោះខ្លាំងណាស់ឯយូមិក៏បានសារភាពដែរថាការលាក់បាំងមួយនេះក៏ប្រហែលជាមិនអាចបន្តបានយូរទៀតដែរប៉ុន្តែនាងក៏បានគិតដែរថាពួកគេគួរតែរងចាំពេលសមរម្យណាមួយសិនមុននឹងប្រាប់ការពិតទៅអាម៉ាមីរីឯម៉ាគីក៏យល់ព្រមនឹងទុកឲ្យយូមិជាអ្នកសម្រេចចិត្តនៅក្នុងរឿងនេះដូចគ្នាបន្ទាប់ពីនិយាយរួចវាក៏ដល់ម៉ោងដែលពួកគេត្រូវចូលគេងហើយឯអ្នកទាំងពីរក៏បាននិយាយពាក្យ good night ដាក់គ្នាទាំងមុខក្រហមរៀងៗខ្លួនផងដែរបន្ទាប់ពីនិយាយរួចម៉ាគីក៏ចេញទៅគេងនៅបន្ទប់ទទួលភ្ញៀវទៅហើយឈុតក៏កាត់ចូលថ្ងៃបន្ទាប់ដែលម៉ាគីបានមកផ្ទះរបស់យូមិដើម្បីសុំទោសឪពុកម្ដាយរបស់នាងដោយផ្ទាល់ចំពោះរឿងដែលធ្វើឲ្យយូមិត្រូវស្នាក់នៅផ្ទះរបស់គាត់មួយយប់នៅពេលបើកទ្វារមកម្ដាយរបស់យូមិដែលមានឈ្មោះថាសូរ៉ាក៏ស្វាគមន៍គាត់ទាំងញញឹមយ៉ាងទន់ភ្លន់ឯម៉ាគីក៏ណែនាំខ្លួនយ៉ាងសុភាពរាបសារទៅវិញដែរហើយសូរ៉ាក៏អញ្ជើញគាត់ចូលទៅក្នុងផ្ទះយ៉ាងកក់ក្ដៅនៅពេលចូលមកដល់ខាងក្នុងបន្ទាប់ពីយកភេសជ្ជៈមកហើយម្ដាយក៏បានប្រាប់ទៅយូមិថាលើកក្រោយយ៉ាងហោចណាស់នាងគួរតែប្រាប់គ្រួសារឲ្យបានដឹងខ្លះនៅពេលដែលនាងទៅណាមកណាដើម្បីកុំឲ្យពួកគាត់បារម្ភឯយូមិពេលនោះក៏បានសុំទោសដោយស្មោះខណៈដែលម៉ាគីក៏សន្យាថាគាត់នឹងជួយមើលថែឲ្យយូមិត្រឡប់មកផ្ទះទាន់ពេលវិញនៅពេលក្រោយដែរឯភ្លាមនោះសូរ៉ាដែលជាម្ដាយក៏ចាប់ផ្ដើមរំភើបហើយក៏សួរម៉ាគីថាហេតុអ្វីគេអាចក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធជាមួយនឹងយូមិបានដែលយូមិក៏ធ្លាប់និយាយអំពីម៉ាគីឲ្យគាត់ស្ដាប់ច្រើនដងដែរប៉ុន្តែគាត់គឺមិនធ្លាប់មានឱកាសបានស្គាល់ម៉ាគីពិតឡើយដូច្នេះពេលនេះគាត់គឺមានអារម្មណ៍ថាទីបំផុតគាត់គឺបានឃើញមិត្តប្រុសដំបូងរបស់កូនស្រីខ្លួនហើយរីឯយូមិក្រោយពេលឮពាក្យថាមិត្តប្រុសនាងក៏អៀនមុខក្រហមភ្លាមតែម្ដងហើយក៏ប្រញាប់ឲ្យម្ដាយឈប់និយាយបន្តទៀតដែរប៉ុន្តែសូរ៉ាក៏កាន់តែលេងសើចជាមួយនឹងម៉ាគីបន្ថែមទៀតដែលធ្វើឲ្យយូមិប្រញាប់ចេញទៅចិតផ្លែឈើបាត់ទៅខណៈដែលយូមិកំពុងនៅក្នុងផ្ទះបាយសូរ៉ាក៏ងាកមកប្រាប់ម៉ាគីថាគាត់គឺសង្ឃឹមថាម៉ាគីនឹងបន្តធ្វើជាមិត្តល្អជាមួយនឹងយូមិទៅមុខទៀតព្រោះតែនាងគឺជាក្មេងស្រីចិត្តល្អខ្លាំងណាស់រីឯម៉ាគីក្រោយពីឮបែបនោះគាត់ក៏យល់ព្រមភ្លាមដោយមិនស្ទាក់ស្ទើរនោះទេហើយសូរ៉ាដែលជាម្ដាយក៏បន្តទៀតថាលើកក្រោយម៉ាគីគួរតែមកគេងផ្ទះរបស់គាត់វិញម្ដងដើម្បីឲ្យគាត់អាចមើលថែអ្នកទាំងពីរវិញបាននៅពេលដែលឮបែបនោះយូមិក៏ប្រញាប់ចាត់ផ្លែឈើឲ្យកាន់តែលឿនជាងមុនទៅទៀតដើម្បីបញ្ឈប់ម្ដាយខ្លួនមិនឲ្យនិយាយអ្វីចម្លែកបន្ថែមទៀតហើយទិដ្ឋភាពទាំងអស់នេះក៏បានឲ្យយើងឃើញថាម៉ាគីទើបតែមកផ្ទះរបស់យូមិមួយថ្ងៃសោះគាត់ដូចជាទទួលបានការបើកភ្លើងខៀវពីម្ដាយរបស់នាងរួចទៅហើយឈុតក៏កាត់ចូលព្រឹកថ្ងៃបន្ទាប់នៅឯសាលារៀនថ្ងៃនេះអ្នកគ្រូក៏ប្រកាសថានឹងត្រូវជ្រើសរើសសិស្សតំណាងថ្នាក់សម្រាប់ពិធីបុណ្យសាលានៅខែបន្ទាប់ហើយដោយសារតែគ្មានអ្នកស្ម័គ្រចិត្តអ្នកគ្រូក៏យកប្រអប់ឆ្នោតដើម្បីឲ្យសិស្សទាំងអស់គ្នាចាប់ដោយសំណាងមិនល្អម៉ាគីក៏ក្លាយជាអ្នកដែលចាប់បានឆ្នោតតំណាងឲ្យសិស្សប្រុសហើយភ្លាមនោះសិស្សប្រុសជាច្រើនផ្សេងទៀតក៏ចាប់ផ្ដើមចំអកដាក់គាត់ដោយនិយាយថាអ្នកតំណាងថ្នាក់សិស្សស្រីប្រកាសជាត្រូវមកមើលថែក្មេងឯកោដូចជាម៉ាគីជាមិនខានហើយនោះគឺពិតជាគួរឲ្យអាណិតខ្លាំងណាស់បន្ទាប់ពីឮបែបនេះសូម្បីតែនីណាដែលមិនសូវចូលចិត្តម៉ាគីក៏មានអារម្មណ៍ថាអ្នកនៅក្នុងថ្នាក់ក៏កំពុងតែធ្វើលើសពេកដែរខណៈអាយុមិវិញនាងគឺបានត្រឹមតែអង្គុយស្ងៀមតែប៉ុណ្ណោះប៉ុន្តែនៅក្នុងចិត្តវិញគឺពោពេញទៅដោយកំហឹងរីឯសិស្សស្រីផ្សេងទៀតដែលមកចាប់ឆ្នោតក៏មិនមាននរណាម្នាក់ចង់ធ្វើជាអ្នកតំណាងសិស្សស្រីប្រចាំថ្នាក់នោះឡើយក្រោយពីដឹងថាម៉ាគីជាអ្នកតំណាងសិស្សប្រុសប៉ុន្តែនៅភ្លាមនោះអាម៉ាមិក៏ដើរចេញមកខាងមុខថ្នាក់ហើយក៏សួរទៅកាន់អ្នកទាំងអស់គ្នាថាហេតុអ្វីបានជាពួកអ្នកទាំងអស់គ្នាមើលទៅដូចជាស្អប់ម៉ាគីខ្លាំងម្ល៉េះហើយរឿង I made friend with the second prettiest girl in my class ភាគ3ក៏ slash ទៅត្រឹមនេះដូច្នេះចង់ដឹងថានឹងមានរឿងអ្វីកើតឡើងខ្លះទៀតយើងចាំតាមដាននៅភាគក្រោយបន្តទៀតទាំងអស់គ្នាសូមអរគុណ